បាទជាដំបូងខ្ញុំបង្រៀនអ្នកទាំងអស់គ្នាបង្កើត account Gmail មួយដើម្បីយើងយកទៅបង្កើត account Facebook អញ្ចឹងដើម្បីបង្កើត account Gmail បានបងប្អូនវាយពាក្យថា gmail.com តទៅមកបងប្អូនចុចលើពាក្យ create an account បងប្អូនបំពេញឈ្មោះបងប្អូននៅទីនេះឧទាហរណ៍ខ្ញុំដាក់ឈ្មោះខ្ញុំ Sam អានអូខេអញ្ចឹងកន្លែងនេះបងប្អូនជាវាយ account email ដែលបងប្អូនចង់បានបាទបងប្អូនអាចវាយនៅទីនេះបានឧទាហរណ៍ខ្ញុំដាក់ Sam ខ្ញុំអាចវាយបានដូចជាdot ចេះបានបាទ2020ខ្ញុំឧទាហរណ៍អញ្ចឹងចុះបាទតោះមកអ្នកទាំងអស់គ្នាត្រូវវាយ password បាទតើមុនអ្នកទាំងអស់គ្នាខ្ញុំសុំដូរឡើយនេះតិចខ្ញុំដាក់ចេះទៅស្រួលចំណាំបាទអញ្ចឹងខ្ញុំ next បាទអូកាលណាតាវាចេញបែបនេះមានន័យថាឈ្មោះហ្នឹងត្រូវបានគេយកហើយអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតាបដូរឈ្មោះផ្សេងដើម្បីកុំឲ្យដូចពុំមានឈ្មោះនេះគឺគេយកហើយអញ្ចឹងខ្ញុំត្រូវបដូរឈ្មោះបាទអញ្ចឹងខ្ញុំដាក់20ខ្ញុំដាក់ចេះតែម្ដងបាទអូខេអញ្ចឹងខ្ញុំ next ភាសាទៀតអូខេអញ្ចឹងខ្ញុំបង្កើតបានដល់ដំណាក់កាលនេះហើយគឺមានន័យថាឈ្មោះសំអាត2020@gmail.com នេះ available តបមកគេតម្រូវឲ្យយើងបំពេញព័ត៌មាននៅទីនេះទៀតគឺលេខទូរស័ព្ទអញ្ចឹងអ្នកនរគ្នាត្រូវតែបំពេញលេខទូរស័ព្ទហេតុអីត្រូវបំពេញលេខទូរស័ព្ទពេលអ្នកនរគ្នាភ្លេច password ភ្លេចអីចឹងទៅអ្នកនរគ្នាអាចនឹងយក account Gmail នឹងមកវិញបានដូច្នេះខ្ញុំបំពេញលេខទូរស័ព្ទរបស់ខ្ញុំកន្លែងនេះអ្នកទាំងអស់គ្នាគួរតែដាក់ដែរបើសិនជាអ្នកទាំងអស់គ្នាមានមិត្តភ័ក្តិឬក៏ account កន្លែងធ្វើការឬក៏ account អ្នកណាដែលអ្នកទាំងអស់គ្នាទុកចិត្តអ្នកទាំងអស់គ្នាអាចដាក់បានអញ្ចឹងខ្ញុំដាក់ account របស់ខាងខ្ញុំបាទតមកយើងបំពេញថ្ងៃខែឆ្នាំកំណើតបំពេញភេទប្រុសឬស្រីបាទតមកយើងត្រូវ next តទៅទៀតបាទអញ្ចឹងកន្លែងនេះគេតម្រូវឲ្យយើង verify លេខទូរស័ព្ទបាទអញ្ចឹងខ្ញុំត្រូវ verify លេខទូរស័ព្ទហ្នឹងថាលេខហ្នឹងជាកម្មសិទ្ធិរបស់ខ្ញុំឲ្យGoogle send message មកខាងខ្ញុំបាទអញ្ចឹងទីទៀតខ្ញុំនឹងទទួលបាននៅក្នុងទូរស័ព្ទដៃរបស់ខ្ញុំបាទ message ចូលហើយបាទនេះជាទម្រង់ Gmail ដែល print screen មួយទុកឲ្យអ្នកនរគ្នាមើលបាទអញ្ចឹងគឺលេខកូដដែលផ្ញើមកគឺ08 77 19ខ្ញុំ verify បាទអូខេជោគជ័យហើយឥឡូវខ្ញុំចាំចូលទៅ account បាទកន្លែងនេះខ្ញុំត្រូវ agree ទៅលើ privacy and term របស់ Gmail អញ្ចឹងខ្ញុំត្រូវចុចកន្លែងនេះបាទឥឡូវនេះខ្ញុំមាន account Gmail ហើយបាទនេះជា account Gmail របស់ខ្ញុំគឺបានទទួលជោគជ័យហើយឥឡូវនេះខ្ញុំចាប់ដើមបង្កើត account Facebook ម្ដងបាទខ្ញុំចូលទៅ facebook.com បន្ទាប់មកខ្ញុំត្រូវ sign up នៅកន្លែងនេះបាទកន្លែងនេះខ្ញុំត្រូវ sign up ចឹងខ្ញុំវាយពាក្យឈ្មោះខ្ញុំ Sam លេខទូរស័ព្ទឬក៏ email អញ្ចឹងខ្ញុំ suggest បងប្អូនបង្កើតជាមួយនឹង email ល្អជាងលេខទូរស័ព្ទបាទអញ្ចឹងខ្ញុំដាក់លេខទូរស័ព្ទអធ្យាស្រ័យដាក់លេខដាក់ account address email របស់ខ្ញុំគឺ sam @gmail.com បាទអញ្ចឹងគេតម្រូវឲ្យយើងវាយ2ដងបាទតោះមកខ្ញុំត្រូវវាយ password ខ្ញុំត្រូវបំពេញថ្ងៃខែឆ្នាំកំណើតរបស់ខ្ញុំភេទតោះមកខ្ញុំចុចពាក្យថា sign up
បាទអញ្ចឹងកន្លែងនេះFacebook តម្រូវឲ្យអ្នកទាំងអស់គ្នាបំពេញលេខកូដដែលគេបានផ្ញើទៅ account Gmail របស់យើងអញ្ចឹងខ្ញុំចូលទៅ account Gmail ខ្ញុំវិញខ្ញុំទទួលបានពី Facebook មកបាទអញ្ចឹងខ្ញុំអាចចុចលើពាក្យ confirm account នេះក៏បានឬក៏ខ្ញុំយកកូដនេះមកបំពេញក៏បានបាទខ្ញុំ continue បាទអញ្ចឹងមានន័យថា account email នេះបាន confirm រួចរាល់ហើយអូខេអញ្ចឹង account Facebook ខ្ញុំបានបង្កើតរួចរាល់ហើយបាទអញ្ចឹងអ្នកនរគ្នាអាចចូលទៅ upload រូបចូលsave អ្នកនរគ្នាអាច add cover photo បានអ្នកនរគ្នាអាចសេរីមកពេញចិត្តបានបាទខ្ញុំដាក់បែបនេះហើយខ្ញុំ save ឥឡូវនេះខ្ញុំមាន account Facebook ហើយបន្ទាប់ពីខ្ញុំមាន account Facebook ហើយខ្ញុំនឹងបន្តទៅបង្កើត page ទៀតបាទអ្នកនរគ្នាអាចចុចលើពាក្យថា create កន្លែងលើនេះតមកចុចពាក្យថា page បាទអញ្ចឹងតើតោនឹង page កន្លែងនេះអ្នកទាំងអស់គ្នាមានជម្រើសពីរទី1 business ឬក៏ brand ផលិតផលអ្វីមួយឬខាងស្ដាំអ្នកនរគ្នាឃើញហើយមានពាក្យ community or public figure បាទតើតោនឹងពីរចំណុចនេះដែរបាទខាងឆ្វេងនេះគឺផ្ដោតសំដៅទៅលើតកតងនឹងអាជីវកម្មខាងស្ដាំនេះតកតងទៅជាមួយនឹងបុគ្គលឬក៏សមាគមផ្សេងបាទអញ្ចឹងឥឡូវនេះខ្ញុំបង្កើតទៅលើ business តែម្ដងបាទអញ្ចឹងខ្ញុំដាក់ឈ្មោះថា category advertising or marketing បាទមកខ្ញុំត្រូវបំពេញ address ខ្ញុំដាក់លេខផ្ទះរបស់ខ្ញុំខ្ញុំ continue អូខេឥឡូវនេះខ្ញុំបាន page ហើយអ្នកទាំងអស់គ្នាកន្លែងនេះអាច skip ក៏បានអាច upload profile ចូលឲ្យក៏បានអូខេឥឡូវខ្ញុំ upload ខ្ញុំប្រើរូបខ្ញុំទៀតអ្នកគ្នាអាច upload cover ទីនេះបានទៀតខ្ញុំ upload រូបខ្ញុំទៀតបាទឥឡូវនេះខ្ញុំទទួលបាន page ហើយអូខេពេលអ្នកទាំងអស់គ្នាទទួលបាន page ហើយខ្ញុំ suggest អ្នកទាំងអស់គ្នាមកបំពេញព័ត៌មាននៅត្រង់កន្លែង about នេះឲ្យបានគ្រប់ជ្រុងជ្រោយបាទអញ្ចឹងនៅទីនេះយើងមានព័ត៌មានតាក់ទងនឹង email យើងត្រូវបំពេញ email របស់យើងខ្ញុំឧទាហរណ៍ថាយើងត្រូវបំពេញ website បើសិនជាមាន website អធិស្ឋានដោយសារតែ domain ខ្ញុំអត់ទាន់ work អញ្ចឹងខ្ញុំដូរទៅប្រើឈ្មោះក្រុមហ៊ុនខ្ញុំវិញបាទអញ្ចឹងអ្នកនរគ្នាត្រូវចំណុចមួយទៀតដែលអ្នកនរគ្នាត្រូវធ្វើនេះគឺតាក់ទងជាមួយនឹង username របស់ page username របស់ page នេះគឺខ្ញុំឧទាហរណ៍ថាខ្ញុំវាយពាក្យថាសម្អាត digital បាទអញ្ចឹង variable បាទអញ្ចឹងខ្ញុំcreate username នេះបាទអ្នកទាំងអស់គ្នាដោយសារតែ account យើងថ្មីពេក page យើងទើបតែបង្កើតដូច្នេះយើងអាចបង្កើត URL នេះបានទេអញ្ចឹងខ្ញុំ suggest អ្នកទាំងអស់គ្នាធ្វើម៉េចឲ្យមានអ្នក like page 25អ្នកឡើងអ្នកទាំងអស់គ្នាអាចនឹងមានឱកាសក្នុងការបង្កើត username របស់ page យើងusername នេះគឺវាមានអត្ថប្រយោជន៍របស់វាខ្ញុំឧទាហរណ៍ថាអ្នកទាំងអស់គ្នាវាយពាក្យថា facebook.com ខ្ញុំឧទាហរណ៍ទៅ page របស់ខ្ញុំ official តែម្ដងបាទឈ្មោះខ្ញុំគឺសុកសម្អាតជាង URL នេះខ្ញុំវាយអញ្ចឹងទៅគឺវាចូលទៅ page របស់ខ្ញុំតែម្ដងបាទអញ្ចឹងនេះជា page របស់ខ្ញុំបាទអញ្ចឹងអត្ថប្រយោជន៍នៃ URL មានន័យថាគេកាលណាតែគេវាយ URL ទៅគឺអត់អាចខុសទៅឈ្មោះណាផ្សេងទេវាយទៅគឺចំទៅ account របស់យើង page របស់យើងតែម្ដង
តែដើម្បីបានយើងអាច create នឹងបានតើយើងមានអ្នក like page យើងពី25អ្នកឡើងទៅអញ្ចឹងអ្នកនរគ្នាត្រូវតែបំពេញតាក់ទងជាមួយនឹង our story អីនេះត្រូវបំពេញព័ត៌មានឲ្យអស់ខ្ញុំ suggest បំពេញឲ្យអស់បាទឥឡូវនេះយើងសន្មតថាយើងមាន page ហើយបាទសន្មតថាយើងមាន page ហើយបងប្អូនដែលចង់ចេះ boost បាទយើងចូលមក page របស់យើងចូលមក post អញ្ចឹងអ្នកទាំងអស់គ្នា post អ្វីមួយមកខ្ញុំឧទាហរណ៍ថាឥឡូវខ្ញុំ post ខ្ញុំ post រូបភាពមួយខ្ញុំ post រូបភាពមួយនេះចុះបាទខ្ញុំដាក់ពី caption ថា digital marketing training បាទតោះមកខ្ញុំ post អូខេខ្ញុំ refresh page មួយបាទអូខេអញ្ចឹងនេះ post គឺចាប់ដើមមានហើយអញ្ចឹងអ្នកនរគ្នាដែលចង់ចេះ boosting បាទដែលចង់ចេះ boosting នេះគឺខ្ញុំធ្វើឲ្យអ្នកនរគ្នាមើលមួយគឺអ្នកនរគ្នាឃើញពាក្យថា boost post អូខេអញ្ចឹងខ្ញុំចាប់ដើម boost post នេះតែម្ដងអូខេនៅពេលដែលផ្ទាំងនេះ pop up មកអ្នកនរគ្នាត្រូវតែចុចពាក្យថា accept បាទអូខេតោះមកអ្នកទាំងអស់គ្នាមើលនៅខាងឆ្វេងដៃនេះមានពី objective បាទអញ្ចឹងគេសួរយើង what result would you like from this post បាទអញ្ចឹងគេមានឲ្យជំរើសយើងទី1 get more people reach comment and share បាទមួយទៀតគឺ connect and chat with potential customer អញ្ចឹងកន្លែងនេះ Facebook ចែកជា2ឲ្យយើងទី1អ្នកទាំងអស់គ្នាចង់ទៅ Facebook នឹងចែកជា2មួយគឺអ្នកដែលចូលចិត្ត like comment និង share អញ្ចឹង Facebook នឹង target ទៅប្រភេទពួកគាត់នឹងអញ្ចឹងធ្វើឲ្យ post របស់យើងនឹង post ទៅគឺទទួលបាន like share comment បានលឿនបាទមួយទៀតគឺតាក់ទងជាមួយនឹងទី2នេះគឺ connect and chat with potential customer បាទកន្លែងនេះ Facebook នឹងរុញទៅអ្នកណាដែលគាត់ចូលចិត្ត chat មានន័យថាគាត់ឃើញគឺគាត់ចង់ chat តែម្ដងអត្តចរិតគាត់គឺឃើញហើយចង់ chat បាទអញ្ចឹង Facebook គឺចែកក្រុមមនុស្សបែបហ្នឹងអញ្ចឹងពីចំណុចនេះតើគោលដៅរបស់អ្នកនរគ្នាចង់បានអ្វីជាងគេបើសិនជាអ្នកនរគ្នា boost ចង់បានលទ្ធផលនៃការលក់ខ្ញុំ suggest យកទី2នេះតែបើសិនជាអ្នកនរគ្នាគោលដៅចង់ឲ្យ post របស់អ្នកនរគ្នានឹងទទួលបានការចាប់អារម្មណ៍ច្រើនខ្ញុំ suggest អ្នកនរគ្នាប្រើទី1នេះបាទអញ្ចឹងឥឡូវខ្ញុំយក option ទី1បាទដោយសារថ្មីអញ្ចឹងវា pop up advice យើងច្រើនខ្ញុំបិទវាសិនបាទកន្លែងនេះអ្នកទាំងអស់គ្នាអាចកំណត់បានថាអ្នកទាំងអស់គ្នាចង់បានអីអ្នកទាំងអស់គ្នាថា no button ក៏បានដែរឥឡូវខ្ញុំអត់ដាក់ប៊ូតុងអីទេបាទកន្លែងនេះគឺគេឲ្យយើងរើសតាក់ទងនឹង audience តើគោលដៅដែលយើងចង់ boost ទៅអ្នកណាអញ្ចឹងខ្ញុំ edit បាទអញ្ចឹងសន្មតថា audience របស់ខ្ញុំ target ទៅទាំងប្រុសទាំងស្រីខ្ញុំដាក់ all អញ្ចឹងអាយុចាប់ពីអាយុ24ឆ្នាំរហូតដល់35ឆ្នាំអញ្ចឹងអ្នកនរគ្នាអាចកំណត់ថាគោលដៅអតិថិជនរបស់អ្នកនរគ្នានឹងនៅត្រង់អាយុណាអ្នកនរគ្នានឹងដឹងច្បាស់ខ្លួនឯងហើយថាគោលដៅអតិថិជនយើងនឹងក្នុងអាយុចន្លោះណាបាទតមកទៀត location អញ្ចឹងអ្នកនរគ្នាត្រូវដឹងថាតើគោលដៅអតិថិជនអ្នកនរគ្នានៅណាអ្នកនរគ្នាអាច target ទៅស្រុកក្រៅបានឧទាហរណ៍ថាទៅវៀតណាមថៃឡាវសិង្ហបុរីយើងអាចទៅណាក៏បានដែរឬក៏នៅក្នុងប្រជាជាតិកម្ពុជាយើងអ្នកនរគ្នាអាច target ទៅតាមតំបន់បានដែរឧទាហរណ៍ថាខ្ញុំវាយពាក្យថាបាត់ដំបង province Cambodia បាទខ្ញុំអាច select យកបាត់ដំបងបានអញ្ចឹងអ្នកនរគ្នាចង់ boost យកតែបាត់ដំបងក៏បានអ្នកទាំងអស់គ្នាចង់ boost ថែមទៅតាក់ទងជាមួយនឹងភ្នំពេញអូខេភ្នំពេញអ្នកនរគ្នាអាច target អញ្ចឹងអ្នកនរគ្នាអាច target ទៅបានច្រើនបាទអញ្ចឹងទីតាំងណាអ្នកនរគ្នាចង់ដាក់ទៅថែមទៅណាទៀតក៏បានដែរឧទាហរណ៍ថាអ្នកនរគ្នាចង់ថែមទៅកំពតងាយស្រួលពេលដែលយើងវាយទៅវាsẽចេះឲ្យយើងបែបនេះបាទយើងថែមទៅកំពតបានទៀតបាទអញ្ចឹងគោលដៅទីតាំងដែលអ្នកទាំងអស់គ្នាចង់ឲ្យគេឃើញនៅទីតាំងណាអ្នកទាំងអស់គ្នាអាចកំណត់នៅកន្លែងនេះបាទខ្ញុំតទៅទៀតកន្លែងនេះអ្នកទាំងអស់គ្នាអាច
បំពេញតាក់ទងនឹងឧទាហរណ៍ថាឥឡូវខ្ញុំ boosting តាក់ទងទៅនឹងcosmetic បាទអញ្ចឹងអ្នកនរគ្នាវាយពាក្យ cosmetic បាទអញ្ចឹងគេ suggest មកឲ្យយើងបាទមាន cosmetic បាទអញ្ចឹង cosmetic មានអីទៀត relate តាក់ទងនឹងអតិថិជនរបស់យើងឧទាហរណ៍តាក់ទងនឹង beauty បាទតាក់ទងនឹង beauty salon អញ្ចឹងអ្នកនរគ្នាអាចនឹងវាយ select ឲ្យអស់មកថាគោលដៅអតិថិជនរបស់អ្នកទាំងអស់គ្នានឹងជាអ្នកណាខ្លះអ្នកទាំងអស់គ្នាអាចបំពេញទៅនេះយើងបំពេញបានច្រើនអញ្ចឹងអ្នកទាំងអស់គ្នាស្គាល់ពីអតិថិជនរបស់អ្នកទាំងអស់គ្នាច្បាស់ជាងខ្ញុំអញ្ចឹងអ្នកទាំងអស់គ្នាអាចបំពេញបន្ថែមទៀតបាទអញ្ចឹងខ្ញុំ save audience នេះមួយសិនបាទអូខេអញ្ចឹងតាក់ទងមកដល់កន្លែងនេះគឺយើងតាក់ទងជាមួយនឹងរយៈពេលអញ្ចឹងអ្នកទាំងអស់គ្នាចង់ boost ផងនឹងរយៈពេលប្រហែលរយៈពេល3ថ្ងៃ5ថ្ងៃប្រហែលសាច់អ្នកទាំងអស់គ្នាកំណត់ឲ្យចប់នៅក្នុងថ្ងៃណាសាច់អ្នកទាំងអស់គ្នាកំណត់បានបាទអញ្ចឹងតាក់ទងកន្លែងនេះគឺតាក់ទងជាមួយនឹង budget បាទអញ្ចឹង budget នេះគឺនិយាយឲ្យខ្លីទៅគឺគេសំដៅទៅលើក្នុងកញ្ចប់រយៈពេលប្រព័ន្ធនឹងថ្ងៃតើអ្នកទាំងអស់គ្នាចង់ចាយប្រមាណឧទាហរណ៍ខ្ញុំចាយ$50បាទអញ្ចឹងឡើយនេះគេដាក់បើសិនជាយើង5ថ្ងៃ$50អញ្ចឹងមួយថ្ងៃយើងចាយអស់$10បាទគេបញ្ជាក់ប្រាប់យើងអ្នកនរគ្នាមើលកន្លែងនេះបាទយើងឃើញថាយើងចាយ$50នេះមានន័យថាក្នុងមួយថ្ងៃយើងនឹងចាយអស់$10បាទអញ្ចឹងខ្ញុំតទៅទៀតខ្ញុំចាប់ដើម start boosting អូខេខ្ញុំចុចលើប៊ូតុង boosting បាទនៅពេលអ្នកទាំងអស់គ្នាចុច boosting ពេលលើកដំបូងបំផុតអ្នកទាំងអស់គ្នានឹងចេញផ្ទាំងបែបនេះអញ្ចឹងអ្នកទាំងអស់គ្នាត្រូវបំពេញព័ត៌មានកាត Visa card ឬ Master card ចំណុចនេះដែរខ្ញុំ suggest អ្នកទាំងអស់គ្នាប្រើ Visa card ឬ Master card សូមកុំប្រើ Virtual card ឧទាហរណ៍ថាអ្នកទាំងអស់គ្នាប្រើ ABA app វាមានកន្លែងយើងបង្កើតកាតសិប្បនិម្មិតខ្ញុំអត់ suggest ឲ្យអ្នកទាំងអស់គ្នាប្រើកាតសិប្បនិម្មិតទេព្រោះវាមានបញ្ហាច្រើនអ្នកនរគ្នានឹងជួបបញ្ហានៅតាមផ្លូវបាទអញ្ចឹងខ្ញុំ suggest ឲ្យប្រើកាតតែម្ដងបាទអញ្ចឹងកន្លែងនេះយើងត្រូវបំពេញកាតរបស់យើងឈ្មោះរបស់ខ្ញុំបាទអញ្ចឹងបានកាត number យើងវាយកាតបាទតបមកអ្នកនរគ្នាត្រូវវាយថ្ងៃខែ expire កាតយើងsecurity code អ្នកនរគ្នាត្រឡប់កាតទៅមកខាងទៀតអ្នកនរគ្នានឹងឃើញមានកូដ3ខ្ទង់នៅខាងក្រោយកាតរបស់អ្នកនរគ្នាអញ្ចឹងសូមបំពេញកូដហ្នឹងបាទតោះមកអ្នកនរគ្នាចុចពាក្យថា continue បាទចំណុចកន្លែងនេះដែរដោយសារតែកាតរបស់ខ្ញុំបានប្រើជាមួយ account របស់ខ្ញុំហើយដូច្នេះអ្នកទាំងអស់គ្នាពេលដែលបំពេញហើយបាទពេលដែលបំពេញហើយសូមពេលដែលយើងចុច continue ទៅវានឹងដល់ចំណុចមួយដែលយើង confirm បាទដោយសារតែកាតរបស់ខ្ញុំ limit មានន័យថាដោយសារតែខ្ញុំបានប្រើជាមួយ account ច្រើនដែរហ្នឹងហើយអញ្ចឹងខ្ញុំអាច add ចូលបានទៀតអញ្ចឹងចប់ដំណាក់កាលនេះខ្ញុំគិតថាអ្នកទាំងអស់គ្នាអាចនឹងប្រើការបានហើយខ្ញុំនឹងធ្វើវីដេអូមួយទៀតប្រើទៅលើ account ដែល account official របស់ខ្ញុំដែលខ្ញុំសម្រាប់ប្រើជាផ្លូវការដោយសារ account នេះគឺខ្ញុំបង្កើតថ្មីដើម្បីឲ្យបងប្អូនយល់ពីបង្កើតដំបូងរហូតដល់ boost ហ្នឹងតើយើងទៅតាមផ្លូវណាបាទអញ្ចឹងដោយសារតែខ្ញុំអាចបន្តទៅចំណុចនេះទៀតប៉ុន្តែខ្ញុំនឹងមានវីដេអូមួយទៀតដែលអាចជួយ support ទៅបងប្អូនដើម្បីក្នុងការ boosting អញ្ចឹងខ្ញុំសូមអរគុណហើយក៏សូមបញ្ចប់វីដេអូនេះត្រឹមប៉ុណ្្នេះសិនបាទសូមអរគុណ